អ្នកឯងចាត់ទុកខ្ញុំជាមិត្តខ្ញុំក៏ចាត់ទុកអ្នកឯងជាមិត្តប៉ុន្តែបើអ្នកឯងចាត់ទុកខ្ញុំជាសត្រូវខ្ញុំអត់មានជំរឿក្រៅពីតទល់ជាមួយអ្នកឯងទេហើយមនុស្សរបស់ខ្ញុំសុកចិត្តឲ្យគេក្បត់ខ្ញុំមុនខ្ញុំមិនក្បត់អ្នកណាមុនទេឥឡូវគេក្បត់ខ្ញុំហើយខ្ញុំត្រូវតែលើកឡើងនៅអ្វីដែលគេធ្លាប់ក្បត់ជាតិរបស់គេនេះគ្រាន់តែជាការព្រមានចំពោះអ្នកឲ្យចេះអប់រំកូនហើយកូនក៏ត្រូវយល់អំពីឪពុករបស់ខ្លួនដែរ